រឿងផ្កាដោះលើថ្មក្រោយពីបានបញ្ចប់ការសិក្សាអស់រយៈពេល3ឆ្នាំរួចមកភិរុនក៏បានត្រឡប់មកពីបរទេសវិញដើម្បីគ្រប់គ្រងសន្តាគារមួយរបស់ឪពុកម្ដាយរបស់គេដែលបានប្រគល់ឲ្យគេជាអ្នកមើលការខុសត្រូវចំណែកឯនាងនីកាវិញគឺជាអ្នករៀបចំតុបតែងផ្កាមើលថែអនាម័យនិងរៀបចំសណ្ដាប់ធ្នាប់ក្នុងសន្តាគារក្រោយពីបានដំណឹងថាភិរុនបានត្រឡប់មកពីបរទេសវិញម៉ារីណានិងរ៉ូសាដែលជាអ្នកតាមស្រឡាញ់ភិរុនបានព្យាយាមយកចិត្តភិរុននិងឧស្សាហ៍មករកភិរុនស្ទើររាល់ថ្ងៃមិនតែប៉ុណ្ណោះអ្នកទាំងពីរតែងតែផ្ចាញ់ផ្ចាលនារីណាដែលមានបំណងស្រឡាញ់ឬចង់តោងទាមភិរុនក្នុងនោះសូម្បីតែនីកាដែលជាអ្នកបម្រើក៏ពួកនាងមិនលើកលែងឲ្យដែរអូហូមិនចាស់សំបីតាអ្នករៀបចំការកំពេចកប៉ុកក៏ហ៊ានយកភ្នែកសម្លឹងមកកាន់បងភិរុនដែរណែនាងនីកាកុំភ្លេចណាថានាងនៅទីនេះក្នុងនាមជាអ្នកបម្រើមិនមែនជាភ្ញៀវកិត្តិយសទេឆាប់ទៅធ្វើការរបស់នាងឲ្យប្រញាប់ហើយទេកុំនៅទីនេះនាំខូចបរិយាកាសកម្មវិធីនេះយល់ទេមែនហើយម៉ារីណានេះបើឯងមិននិយាយទេក៏គ្នាមើលមិនដឹងថានាងនេះជាអ្នកបម្រើដែរណាព្រោះបើមើលទៅសម្លៀកបំពាក់នាងគឺដូចជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះអញ្ចឹងខ្លួនឯងជាអ្នកបម្រើសោះតែស្លៀកពាក់ដូចជាចង់ហក់លោតឲ្យខ្ពស់ហួសពីឋានៈពេកហើយទេដឹងប្រយ័ត្នទៅធ្លាក់មកវិញបាក់ឆ្អឹងទៅណានាងឬក៏នាងគិតថាខ្លួនឯងអញ្ចឹងនឹងមានឱកាសទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវបានសំតអ្នកនាងខ្ញុំគ្រាន់តែយកផ្កាមករៀបចំតាមការណែនាំរបស់អ្នកគ្រប់គ្រងតែប៉ុណ្ណោះខ្ញុំមិនបានគិតអ្វីលើពីនេះឡើយចាប់ការងារហើយខ្ញុំនឹងទៅវិញភ្លាមល្អហើយដែលដឹងខ្លួននោះចាប់ការងារហើយក៏ឆាប់ទៅវិញទៅនេះគឺជាកម្មវិធីសំខាន់សម្រាប់សន្តាគារផងកុំនៅឲ្យទៅភ្នែកភ្ញៀវបងភិរុនខ្ញុំអីនេះចាប្រកាសហើយខ្ញុំក៏នៅមានការងារធ្វើផ្សេងទៀតដែររីឯរឿងទាក់ទាញភ្ញៀវអីនោះខ្ញុំមិនចាប់អារម្មណ៍នោះទេខ្ញុំមកធ្វើតែការងាររបស់ខ្ញុំតែប៉ុណ្ណោះនិយាយដូចជាខ្លួនឯងជាប៉នាងអញ្ចឹងមើលចាស់រ៉ូសាជួយមើលទេសន្តាគារលំដាប់នេះទៅហើយមិនគួរណាយកស្រីប្រឡាក់កំប្លោកពីស្រែមកដល់ផ្កាអញ្ចឹងសោះណែនាងផ្កានេះមិនមែនសម្រាប់នាងរៀបចំទេណាកុំយកដៃកខ្វក់របស់នាងមកប៉ះផ្កាដែលបងភិរុនចូលចិត្តឲ្យសោះប្រហែលជាចង់ប្រើសម្រស់បាត់អ្នកក្រមកតាក់ទាញភ្នែកបងភិរុនហើយមើលទៅនោះមនុស្សស្រីសម័យនេះណាឲ្យតែឃើញអ្នកមានគឺអញ្ចឹងហើយដឹងតែពីប្រើល្បិចកំសត់នឹងឯងអ្នកនាងទាំងពីរយល់ច្រឡំហើយចិត្តដៃស្អាតវាមិនអាស្រ័យទៅលើអ្នកមកពីស្រែនោះទេខ្ញុំមកទីនេះដើម្បីធ្វើការងារហើយក៏មិនមែនមកដើម្បីឲ្យនរណាម្នាក់មើលមកខ្ញុំឡើយរំពេចនោះភិរុនក៏បានដើរចូលមកមានរឿងអីហ្នឹងនីកាខ្ញុំប្រាប់នាងហើយមែនទេថាបើធ្វើការងាររួចឲ្យប្រញាប់ចេញទៅកុំមកបង្កចំនួនជាមួយភ្ញៀវរបស់ខ្ញុំឋានៈនាងត្រឹមតែជាអ្នកបម្រើទេកុំព្យាយាមតមាត់ជាមួយភ្ញៀវរបស់ខ្ញុំចាខ្ញុំសុំទោសលោកភិរុននីកាក៏បានដើរចេញទៅទាំងរ៉ូសានិងម៉ារីណាបានសើចពេបជ្រាយនឹងនីកាក្រោយពេលភិរុនបានស្ដីបន្ទោសនាងតែអ្នកទាំងពីរមិនបានបញ្ចប់ចរិតឈ្នានីសនីកាត្រឹមនេះឡើយថ្ងៃបន្ទាប់នៅក្នុងបន្ទប់ទឹកស្រីដ៏ប្រណិតក្នុងសន្តាគារបរិយាកាសស្ងាត់ជ្រងំមានតែសំឡេងទឹកហូរខ្សោយនិងក្លិនទឹកអប់ដ៏ក្រអូបនិងមានតម្លៃថ្លៃនីកាកំពុងលាងដៃយ៉ាងស្ងប់ស្ងាត់ស្របពេលនោះម៉ារីណានិងរ៉ូសាបានដើរចូលមករួចក៏បិទទ្វារចាក់សោបន្ទប់តឹងអេណែមើលចុះរ៉ូសាក្មេងស្រីមកពីស្រែឡើងកូនម្នាក់នេះចេះប្រើទឹកអប់ថ្លៃនឹងគេដែរតែណោះប៉ុន្តែចម្លែកណាស់ទោះជាប្រើទឹកអប់ថ្លៃក្លិនក្អូមទោះជាក្រែមលាបពណ៌អីក៏វានៅតែមិនអាចលាក់បាំងក្លិនភក់ជ្រាំដែលវាជាប់ខ្លួននាងបាននោះទេត្រូវអត់រ៉ូសាមិនបាច់ជាឯងចូលចិត្តយកការពិតមកនិយាយលេងអញ្ចឹងប៉ុន្តែថាមិនត្រូវដែរណាបាននាងនឹងមិនខំធ្វើខ្លួនអញ្ចឹងទេនោះធ្វើមិននឹងអាចតាក់ប្របានទេប៉ុន្តែប្រដែលនាងអាចតាក់បានគឺមិនមែនជាកូនអភិជនអីនោះទេមើលទៅនោះព្រោះបើមើលតាមសាច់ឈាមរបស់នាងក៏គ្មានអ្នកណាគេមើលឃើញដែរនាងឯងចង់មានន័យថា
នាងនេះតែបានតែប្រុសដែលធ្វើការជាកម្មករឬក៏សន្តិសុខនៅសន្តាគារនេះមែនទេ អ្នកនាងម៉ារីណាអ្នកនាងរ៉ូសាក្លិនភក់ជ្រាំវាគ្រាន់តែប្រឡាក់ស្បែកខាងក្រៅតែប៉ុណ្ណាលាងទឹកធម្មតាក៏ជ្រះដែរតែខ្ញុំបារម្ភពីក្លិនចរិតឈ្នានីសរបស់អ្នកនាងទាំងពីរទៅវិញទេមិនដឹងថាត្រូវប្រើទឹកអប់ប្រមាណប៉ុន10ទេតែអាចលុបលាងក្លិនស្អុយនៃសេចក្តីចំណានឈ្នានីសជ្រះបានល្អណាស់នាងហ៊ានចេះពួកយើងផងមែនទេហ៎កុំភ្លេចណាថានាងនៅទីនេះបានក៏ដោយសារតែបងភិរុនអាណិតសណ្ដោះបណៃដូចជាសត្វអនាថាម្នាក់ប៉ុណ្ណោះឬក៏នាងគិតថាបងភិរុននេះយកនាងមកក៏ព្រោះតែស្រឡាញ់នាងគិតខុសហើយនាងសម្បត្តិស្រែដូចជានាងនេះណាគ្មានថ្ងៃនឹងឲ្យបងភិរុនមើលឃើញឡើយនេះបានត្រឹមតែបងភិរុនអាណិតនឹងយកនាងមកធ្វើការនៅទីនេះក៏ចាត់ទុកថាជាសំណាងធំរបស់នាងទៅហើយណាប៉ុន្តែយើងសូមប្រាប់នាងឲ្យដឹងឲ្យហើយពេលដែលនិយាយស្ដីជាមួយពួកយើងក៏ត្រូវចេះតែនិយាយគួរសមព្រោះថាវាគ្មានផលល្អសម្រាប់នាងទេនាងយល់ទេប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអីក៏ការអាណិតរបស់គាត់អាចធ្វើឲ្យអ្នកទាំងពីរជឿចាំដល់ថ្នាក់ប្រកាច់ប្រកិនបែបនេះខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរអញ្ចឹងណោះប៉ុន្តែខ្ញុំមកធ្វើការទីនេះគឺដើម្បីតែប្រាក់ខែតែម្យ៉ាងប៉ុណ្ណោះចំពោះរឿងផ្សេងទៀតនោះខ្ញុំមិនដាច់ជឿក្បាលនឹងវិលមុខជាមួយនោះឡើយតែខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអីក៏លោកភិរិននៅតែមិនចាប់អារម្មណ៍អ្នកទាំងពីរដដែលអញ្ចឹងទាំងដែរអ្នកនាងទាំងពីរខំធ្វើខ្លួនធ្វើចរិតតាមយកចិត្តគាត់ស្ទើរតែគ្រប់ពេលទៅហើយណោះណែនាងក៏មកឆ្លើយដាក់យើងនេះជឿទេថាយើងអាចធ្វើឲ្យបងភិរុននេះស្អប់នាងនិងមិនដេញនាងចេញក្នុងរយៈពេលតែ1នាទីនេះជាកន្លែងការងាររបស់ខ្ញុំបើខ្ញុំធ្វើខុសច្បាប់ឬវិន័យផ្ទៃក្នុងសន្តាគារខ្ញុំអាចត្រូវគេបញ្ឈប់បានគ្រប់ពេលហើយខ្ញុំក៏អាចទៅរកការងារកន្លែងផ្សេងទៀតបានដែរខុសពីមនុស្សមួយចំនួននេះដែលខំចំណាយពេលស្ទើរពាក់កណ្ដាលជីវិតទៅហើយដើម្បីតែដណ្ដើមយកបារម្ភម្នាក់ដែលគេមិនមើលឃើញពួកគេនៅក្នុងខ្សែភ្នែកតែមនុស្សទាំងនោះមិនចេះហត់ឬយ៉ាងម៉េចការដណ្ដើមរបស់ដែលមិនមែនជារបស់ខ្លួនវាដូចជាការចាប់ខ្យល់អញ្ចឹងនេះចង់ក្រោយគឺទៅទេស្អាតនិងខូចចិត្តស្អិតត្រង់តែប៉ុណ្្នឹងឯងតែមនុស្សដែលនាងនិយាយនោះគឺមិនមែនជាយើងទេនាងមើលឲ្យច្បាស់ទេយើងមានលុយយើងមានឋានៈថែមទាំងមានសម្រស់ស្រស់ស្អាតជាងនាងរាប់រយដង មនុស្សស្រីខ្លះមានអ្វីគ្រប់យ៉ាងលើកលែងតែតម្លៃជាមនុស្សគេនោះស្អាតតែសម្បកក្រែងតែខាងក្នុងពោពេញទៅដោយល្បិចកលចូលចិត្តឈ្នានីសអ្នកដទៃមនុស្សស្រីអញ្ចឹងបាននិយាយចំពោះបរិយល្អវិញនោះគេមិនចង់បានឡើយគេត្រូវការប្រពន្ធដែលអាចផ្ដល់ភាពកក់ក្ដៅដល់គេមិនមែនត្រូវការតុក្កតាជ័រដែលមានសម្រស់ស្រស់ស្អាតចេះតែស្រែកលលាដាក់គេដាក់ឯងអញ្ចឹងនោះទេឮសម្ដីឌឺដងដូចនោះរ៉ូសាផ្ទុះកំហឹងជាខ្លាំងបំរុងនឹងផ្ទះនីកាអ្នកនីកាអ្នកនាងឯងហ៊ាននិយាយឆ្លើយដាក់យើងផងមែនទេហ៎យើងនឹងទះនាងឯងឲ្យស្លាប់ឈប់ធ្វើចរិតដូចជាកូនក្មេងមិនដឹងក្តីទៀតតែនាងរ៉ូសាបើចង់ឈ្នះខ្ញុំសូមធ្វើចរិតឲ្យល្អជាងនេះបន្តិចទេតែបើនៅតែធ្វើវិធីថោកទាបបែបនេះអ្នកនាងមិនត្រឹមតែចាញ់ខ្ញុំទេគឺអ្នកនាងនឹងចាញ់ខ្លួនឯងទៀតផងនិយាយរួចនីកាក៏ដើរចេញពីបន្ទប់ទឹកបានទៅទង្វើរបស់នីកាថ្ងៃនេះបានធ្វើឲ្យម៉ារីណានិងរ៉ូសាមានចិត្តស្អប់និងគុំគួននីកាជាខ្លាំងដោយមានចិត្តស្អប់នឹងឃើញនីកាជាក្មេងស្រីមានសម្រស់ស្អាតថែមទាំងជាអ្នកធ្វើការនៅសន្តាគាររបស់ភិរុនដែរនោះម៉ារីណានិងរ៉ូសាហាក់មានចិត្តមិនស្រណុកសោះឡើយត្បិតអីខ្លាចក្រែងថ្ងៃណាមួយនីកាលួចដណ្ដើមភិរុនពីពួកនាងនោះពួកនាងក៏បានរៀបចំផែនការដើម្បីកម្ចាត់នីកាឲ្យចេញឆ្ងាយពីភិរុនដោយធ្វើឲ្យភិរុនយល់ច្រឡំថានីកាលួចខ្សែដៃពេជ្រដែលជាកេរមរតករបស់ម្ដាយគេឆ្លៀតពេលដែលភិរុនចូលបន្ទប់ទឹកម៉ារីណាក៏បានលួចយកខ្សែដៃភិរុនទៅដាក់ក្នុងកាបូបនីការំពេចនោះបរិយាកាសដ៏សែនអាប់អួរពោពេញទៅដោយការចោទប្រកាន់និងមួលបង្កាច់ក៏បានកើតមានចំពោះនីកាស្លាប់ហើយខ្សែដៃមរតករបស់អ្នកមីងបាត់ទៅហើយបងភិរុនមិញនេះក្រោយពេលបងភិរុនចូលបន្ទប់ទឹកខ្ញុំឃើញវានៅលើតុតែបន្តិចក្រោយមកក៏ស្រាប់តែបាត់មិនឃើញសោះទាំងដែលបងភិរុននេះនៅមិនទាន់ចេញពីបន្ទប់ទឹកនៅឡើយទេណាមែនហើយមុននេះខ្ញុំឃើញនាងនីកានៅក្បែរតុនឹងយូរជាងគេឬមួយក៏នាងជាអ្នកលួចនីកាតើនាងជាអ្នកលួចមែនទេឆាប់បើកកាបូបនាងមកខ្ញុំមិនចង់ជឿថានាងទាល់ច្រកដល់ថ្នាក់នឹងទេសូម្បីតែខ្សែដៃមរតករបស់ម្ដាយខ្ញុំក៏នាងហ៊ានលួចដែរលោកភិរុនខ្ញុំអត់បានយកទេខ្ញុំពិតជាមិនដឹងអ្វីឡើយដឹងឬក៏មិនដឹងលួចឬក៏មិនលួចនោះក៏ចាប់បាច់កាបូបរបស់នាងភ្លាមទេដើម្បីបញ្ជាក់ការពិតថានាងជាចោរឬក៏មិនមែនចោរឆាប់បើកកាបូបនាងទៅនីកាបានបើកកាបូបទាំងញ័រដៃរំពេចនោះខ្សែដៃក៏ជ្រុះចេញមកមិនប៉ះទេរបស់នេះមិននៅក្នុងកាបូបខ្ញុំដែររបៀបណាទេ
នៅមានមុខមកសួរទៀតទេបងភិរុនមនុស្សស្រីម្នាក់នេះក្រមែនប៉ុន្តែល្បីច្រើនណាស់នាងមើលពីសបកក្រៅទេឃើញដូចជាកូនអ្នកស្រីក្រីក្រធ្វើឲ្យបងអានិនប៉ុន្តែមិននឹកស្មានថានាងគ្រាន់តែចូលមកបន្លំខ្លួនដើម្បីលួចទ្រព្យសម្បត្តិរបស់បងសំណាងហើយដែលថ្ងៃនេះនាងលួចខ្សែដៃមរតកអ្នកមីងប៉ុន្តែត្រូវពួកយើងចាប់បានបើមិនអញ្ចឹងទេនោះថ្ងៃក្រោយច្បាស់ជាលួចអ្វីផ្សេងទៀតជាមិនខាននោះទេ បានហើយខ្ញុំមិនចង់ទុកមនុស្សមានដៃមានជើងនៅទីនេះទៀតទេនាងឆាប់ចេញភ្លាមទៅមុនពេលនឹងខ្ញុំបដូរចិត្តហៅប៉ូលីសមកចាប់នាងឆាប់ចេញទៅដោយមិនអាចប្រកែកបាននីកាក៏ចាក់ចេញទាំងទឹកមុខស្រពោននាងបានវិលទៅរស់នៅក្នុងភូមិស្រុកកំណើតរបស់នាងវិញមួយរយៈមុនពេលនឹងនាងត្រូវត្រឡប់មករកការងារធ្វើនៅឯទីក្រុងវិញស្របពេលនេះសុភ័ក្រដែលជាមិត្តភក្តិរបស់ភិរុនក៏បានមកដល់មានរឿងអីហ្នឹងភិរុនមិនក៏ឯងដេញនាងចាញ់អញ្ចឹងអូសុភ័ក្រឯងមករកគ្នាមានការអីមែនទេអត់ទេអត់មានការអីទេខ្ញុំគ្រាន់តែមកនិយាយពីគម្រោងទៅខេត្តរបស់យើងតាក្រែងអាទិត្យក្រោយនេះក៏ដល់ថ្ងៃហើយតាមិនអញ្ចឹងអីចុះមុននេះមានរឿងអីបានជាឯងមិនដេញនីការចេញទៅអញ្ចឹងនាងធ្វើអីខុសមែនទេគឺនាងមានដៃមានជើងលួចខ្សែដៃរបស់គ្នានឹងណាសម្លាញ់គ្នាមិនអាចទុកនាងឲ្យធ្វើការនៅទីនេះទៀតទេមានរឿងអញ្ចឹងផងនីកាជាក្មេងស្រីចិត្តល្អស្លូតបូតឧស្សាហ៍ព្យាយាមក្នុងម៉ោងធ្វើការណាស់ខ្ញុំដូចជាមិនជឿថានាងអាចធ្វើរឿងអញ្ចឹងទេភិរុនតើឯងបានឃើញផ្ទាល់នឹងភ្នែកថានាងជាអ្នកលួចមែនទេមិនអញ្ចឹងឯងគួរទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាពជាមុនសិនទៅទើបដឹងច្បាស់ជាងមែនទេ គឺខ្ញុំជាអ្នកឃើញផ្ទាល់នឹងភ្នែកណាបងសុភ័ក្រនាងគឺជាអ្នកលួចខ្សែដៃរបស់បងភិរុននៅពេលដែលបងភិរុនចូលបន្ទប់តាំងហើយពួកយើងក៏បានឆែកឃើញខ្សែដៃនោះនៅក្នុងកាបូបនាងដែរមែនហើយសុភ័ក្រនេះម៉ារីណានិយាយជាការពិតណាមិនចាំបាច់ឆែកកាមេរ៉ាអីទេបើមានភ័ស្តុតាងនៅមុខហើយនឹងណាហើយបានហើយតោះទៅនិយាយរឿងការងារទៅខេត្តរបស់យើងវិញទៅមិនអាចទេនេះការមិននឹងអាចធ្វើរឿងថោកទាបយ៉ាងនេះបានទៅបើមើលទៅតាមទឹកមុខរបស់ម៉ារីណានិងរ៉ូសាគឺហាក់ដូចជាសប្បាយចិត្តខ្លាំងម្ល៉េះបើគ្រាន់តែភិរុនបានដេញនាងចេញភ្លាមអញ្ចឹងនោះរឿងនេះខ្ញុំត្រូវទៅធ្វើអីម្យ៉ាងហើយទើបបានខ្លាចក្រែងតែថ្ងៃក្រោយភិរុនអាចមានរឿងអីច្រើនជាងនេះទៅទៀតហេសំណាងឲ្យខ្ញុំបើនៅតែបន្តិចទៀតបាច់កាត់ទៅហើយខំតែភ័យអស់ប៊ីនៅបាច់កាត់ទៅហើយនេះសំណាងឲ្យដែលបងភិរុនមិនស្ដាប់តាមបងសុភ័ក្រកុំអីពួកយើងគឺចាប់បាត់ទៅហើយគ្នានេះក៏ភ័យមិនចាញ់ឯងដែរណាតែបងភិរុនល្ងងណាជឿពួកយើងទាំងស្រុងឥឡូវនេះនាងស្រីនិកានោះគឺខ្ទាតបាត់ទៅហើយពេលនេះយើងបានដកបន្លាចេញពីទ្រូងហើយមិនអញ្ចឹងទេក្រោយពេលកំចាត់នីកាចេញពីភិរុនបានសម្រេចរួចមកក៏ដល់ពេលអ្នកទាំងពីរត្រូវប្រជែងគ្នាដណ្ដើមភិរុនផងដែរម៉ារីណានិងរ៉ូសាកំពុងឆ្លុះកញ្ចក់តុបតែងខ្លួនពួកគេដឹងថាភិរុនមិនទាន់មានអ្នកណាជាម្ចាស់បេះដូងនៅឡើយទេដូច្នេះពួកគេត្រូវបន្តកំចាត់គ្នាឯងចេញម្នាក់ទៀតដើម្បីក្លាយជាមនុស្សតែម្នាក់ដែលភិរុនជ្រើសរើសចាប់តាំងពីនោះមកអ្នកទាំងពីរចាប់ផ្ដើមបញ្ចេញចង្កូមដាក់គ្នាជារឿយម្នាក់មានកំបិតទុកចាក់ពីក្រោយខ្នងរៀងខ្លួនរ៉ូសាឯងដឹងទេខ្ញុំទៅតែដឹងថាបងភិរុននេះគេមិនចូលចិត្តមនុស្សស្រីណាដែលធ្លាប់មានប្រវត្តិមួយបង្កាច់អ្នកដទៃនោះទេចុះបើថ្ងៃណាមួយខ្ញុំប្រាប់គាត់ថាគំនិតដែលលួចខ្សែដៃនោះគឺជាគំនិតរបស់ឯងតែម្នាក់ឯងតើបងភិរុននឹងមានអារម្មណ៍យ៉ាងណាចំពោះឯងទេអូម៉ារីណាគួរឲ្យអស់សំណើចណាស់ណាខ្ញុំនេះមិនមែននាងនីកាដែលឯងអាចធ្វើបាបបានតាមអំពើចិត្តនោះទេកុំគិតថាខ្ញុំល្ងងឲ្យសោះណាឯងភ្លេចហើយមែនទេថាក្នុងបន្ទប់នោះក៏មានកាមេរ៉ាដែរមែនទេវីដេអូនៃសកម្មភាពដែលឯងបានធ្វើនោះគឺស្ថិតនៅក្នុងដៃរបស់ខ្ញុំទាំងអស់ហើយបើសិនជាឯងហ៊ានហាប់មាត់ប្រាប់បងភិរុនរឿងខ្សែដៃនោះខ្ញុំនឹងផ្ញើវីដេអូឆាតរបស់ឯងទៅឲ្យគេភ្លាមចាំមើលតើអ្នកណាជាតួឯងហើយអ្នកណាគឺជាតួឈ្នានីទេហើយនាងស្រីពូវែងយើងខំជួយគ្នាដើម្បីកម្ចាត់ស្រីក្រីក្រម្នាក់នោះហើយចុះពេលនេះនាងចង់មកក្បត់យើងម្នាក់ឯងឬយ៉ាងម៉េចសម្ព័ន្ធមិត្តវាមានន័យថាសម្រាប់តែអ្នកដែលស្មោះត្រង់នឹងគ្នាតែប៉ុណ្ណោះប៉ុន្តែសម្រាប់បងភិរុនវិញនោះគាត់ត្រូវតែជារបស់ខ្ញុំហើយនាងគ្រាន់តែជាចន្ទាសម្រាប់ឲ្យខ្ញុំជន់ឡើងទៅរកគាត់តែប៉ុណ្ណោះឆាប់ដកខ្លួនចេញទៅបើមិនចង់ឲ្យរឿងអាស្រ័យដែលឯងលួចបន្លំឯកសារកេងប្រវ័ញ្ចលុយក្រុមហ៊ុនលេចចេញមកនោះណែនាងរ៉ូសាកុំមកគំរាមយើងណានាងឯងគិតថាខ្លួនឯងស្អាតស្អំណាស់មែនទេរឿងដែលលួចបន្លំឯកសារកេងប្រវ័ញ្ចលុយនោះក៏មានចំណែកនាងឯងដែរតែព្រោះថានាងក៏ជាអ្នកទទួលបានលៀបសក្ការៈបន្តិចដែរនាងគិតថាគ្មានអ្នកណាគេដឹងឬយ៉ាងម៉េចហ៎
តានាងធ្វើល្ងងឬប៉ាត់ជាល្ងងមែននាងមានផតាំងដែរទេដែលបញ្ជាក់ថាខ្ញុំបានលួចកេងប្រវ័ញ្ចលុយក្រុមហ៊ុន បានហើយខ្ញុំនេះមិនចង់រំលឹករឿងពីមុនទេខ្លាចថ្ងៃណាមួយបែបជ្រុលមាត់និយាយការពិតអស់នាងច្បាស់ជាជាប់គុកគ្មានថ្ងៃចេញខានទេអញ្ចឹងហើយនាងគួរតែប្រយ័ត្នសម្ដីរបស់ខ្លួនឯងមិនមែនទេតែទោះជាយ៉ាងណាក៏ខ្ញុំនេះមិនចង់ឲ្យមានរឿងវែងឆ្ងាយទៀតដែរចាត់ទុកថាយើងនេះបាននិយាយគ្នាហើយទៅចុះណានៅថ្ងៃនេះអូមែនហើយខ្ញុំនេះភ្លេចថានៅមានការងារដែលត្រូវធ្វើទៀតអញ្ចឹងខ្ញុំមិនបាននៅកំដរឯងនិយាយលេងទៀតទេណាខ្ញុំតែសិនហើយប៉ាជីគួយខំមែនមិននឹកស្មានថាវាហ៊ានបោកក្បាលមកខំយើងអញ្ចឹងសោះនាងរ៉ូសាកុំឲ្យយើងនេះចាប់ចំណុចខ្សោយនាងបានឲ្យសោះណានាងចាំតុងដល់ថ្ងៃដែលភិរុននិងសុភ័ក្រធ្វើដំណើរទៅខេត្តឆ្ងាយដើម្បីស្វែងយល់អំពីសេដ្ឋកិច្ចការរស់នៅរបស់អ្នកភូមិស្រុកនិងគម្រោងបើករមណីយដ្ឋាននៅក្នុងតំបន់នោះក្រោយពេលធ្វើដំណើរតាមផ្លូវចូលមកដល់ក្នុងភូមិជនបទតូចមួយឡានរបស់អ្នកទាំងពីរក៏ស្រាប់តែមានបញ្ហាមិនអាចបន្តដំណើរទៅមុខរួចអ្នកទាំងពីរក៏ព្យាយាមទំនាក់ទំនងរកជាងដើម្បីមកជួសជុលតែក្នុងភូមិនោះមិនមានជាងជួសជុលឡានឡើយហើយសយមែនហើយថ្ងៃនេះហើយមិនក៏ខូចចំពេលនេះអញ្ចឹងនៅតំបន់នេះតើមានជាងជួសជុលឡានដែរទេណោះមើលទៅដូចជាគ្មានទេនៅក្នុងភូមិនេះនៅឆ្ងាយពីទីប្រជុំជនទៀតផងសូម្បីតែសេវាទូរស័ព្ទក៏គ្មានដែរឥឡូវនេះមេឃក៏ជិតយប់ទៅទៀតតែយើងគួរស្នាក់នៅកន្លែងណាទៅគ្នាមើលទៅទីនេះក៏ពិបាករកកន្លែងណាឲ្យយើងស្នាក់នៅបានដែរផ្ទះសំណាក់ក៏គ្មានអញ្ចឹងមានតែសម្រាប់នៅក្នុងឡានមួយយប់សិននឹងហើយចាំព្រឹកស្អែកយើងដើរចូលទៅក្នុងភូមិទៅមើលក្រែងលោមានគេបើកការ៉ាសឡាននៅក្នុងភូមិនេះដោយមិនអាចតាក់ទងជាងមកជួសជុលឡានបាននិងមិនអាចធ្វើដំណើរទៅមុខបានទៀតអ្នកទាំងពីរក៏សម្រេចចិត្តសម្រាកនៅក្នុងឡានមួយយប់ដោះទាល់សិនលុះព្រឹកឡើងរឿងដែលភិរុននឹកស្មានមិនដល់គឺភិរុនក៏ស្រាប់តែធ្លាក់ខ្លួនឈឺគ្រុនចាញ់រហូតបាត់បង់ស្មារតីដែលត្រូវការថ្នាំនិងសម្រាកព្យាបាលជាបន្ទាន់ដឹងខ្លួនហើយមែនទេយ៉ាងម៉េចទៅហើយបានធូរច្រើនជាងមុនទេអូយទីនេះជាផ្ទះអ្នកណាគេហ្នឹងមិនក៏ខ្ញុំមកគេងនៅទីនេះគឺជាផ្ទះរបស់នីកាឯងឈឺគ្រុនចាញ់ដេកនៅលើគ្រែមួយថ្ងៃទៅហើយទៅតែពេលនេះទេដែលឯងអាចនិយាយបានគ្រាន់បើវិញហើយឥឡូវក្នុងខ្លួនយ៉ាងម៉េចហើយបានធូរជាងមុនហើយនៅនឹងហើយបានធូរជាងមុនបន្តិចហើយតែនៅរៀងស្រាវល្ងាបន្តិចមុននេះឯងថាម៉េចនេះជាផ្ទះរបស់អ្នកណាគេផ្ទះរបស់នីកាជាអ្នកបម្រើនៅសន្តាគាររបស់ឯងនឹងហើយពេលនេះនាងនិងឪពុកម្ដាយនាងជាអ្នកជួយឯងនឹងមើលថែឯងជាពិសេសទៀតផងឯងដឹងទេថាបបរដែលឯងញ៉ាំរាល់ព្រឹកនឹងថ្នាំដែលដាក់ក្បែរក្បាលទំនេកឯងជាស្នាដៃអ្នកណាគឺនីកាជាអ្នករៀបចំទាំងអស់នាងហាក់ដូចជាយកចិត្តទុកដាក់មើលថែឯងណាអូតែហេតុអីក៏នាងធ្វើល្អដាក់ខ្ញុំយ៉ាងនេះកាលនោះនាងត្រូវបានខ្ញុំជេរស្ដីប្រមាថនឹងដេញចេញពីការងារដោយសារតែនាងបានលួចខ្សែដៃរបស់ខ្ញុំហេតុអីពេលនេះនាងនៅតែជួយខ្ញុំអញ្ចឹងទៀតតើឯងបានឃើញផ្ទាល់នឹងភ្នែករបស់ឯងទេឬក៏ឯងគ្រាន់តែវិនិច្ឆ័យតាមសម្ដីចោទប្រកាន់របស់នាងម៉ារីណានិងនាងរ៉ូសាទេមិនក៏ពេលនោះឯងមិនឆែកកាមេរ៉ាមើលសិនទៅនេះឯងពិតជាខ្ជិះខ្ជាយពេកហើយដឹងទេក្រោយពីបានជួបនាងហើយខ្ញុំអាចដឹងបានថានាងមិនមែនជាមនុស្សអាក្រក់ចេះលួចរបស់គេដូចជាឯងចោទប្រកាន់នាងនោះទេព្រោះតាមចរិតស្លូតបូតនិងទៀងត្រង់របស់នាងគ្មានថ្ងៃធ្វើរឿងថោកទាបអញ្ចឹងទេអញ្ចឹងហើយទើបអ្នកភូមិម្នាក់សរសើរនាងមិនដាច់ពីមាត់ថានាងជាទេពធីតាចិត្តធម៌មានតែនាងម៉ារីណានិងរ៉ូសាទេដែលស្អប់នាងឬក៏អាចនិយាយបានថាពួកគេប្រើល្បិចមូលបង្កាច់នីកាក៏ថាបានដែរតើឯងយល់ទេប៉ុន្តែពេលនោះអ្នកទាំងអស់គ្នាបានឃើញថានាងជាអ្នកលួចខ្សែដៃរបស់ខ្ញុំពិតមែនណាពួកយើងក៏បានឃើញថាខ្សែដៃនោះពិតជានៅក្នុងកាបូបរបស់នាងពិតមែនដែរឯងនេះពិតជាល្ងឹតល្ងងពេកហើយខ្ញុំនឹងបង្ហាញអ្វីមួយឲ្យឯងបានភ្លឺភ្នែកនេះជាវីដេអូដែលខ្ញុំជួលឲ្យអ្នកស៊ើបអង្កេតតាមដានពួកនាងមើលទៅ
ក្រោយពេលដែលឯងបានបណ្ដេញនីការចេញពីការងាររួចមកម៉ារីណានិងរ៉ូសានាំគ្នាសើចសប្បាយថែមទាំងនិយាយថាឯងពិតជាល្ងងខ្លាំងណាស់គ្រាន់តែពួកគេរៀបចំល្បិចបន្តិចបន្តួចសោះក៏អាចបោកចិត្តឯងបានដែរពេលនេះពួកគេបានសម្រេចបំណងដែលចង់កម្ចាត់នីការបានហើយក្រោយពេលភិរុនបានមើលវីដេអូរបស់ម៉ារីណានិងរ៉ូសារួចមកភិរុនក៏បានដឹងពីការពិនគេមានអារម្មណ៍ថាខ្មាស់ខ្លួនឯងណាស់ដែលល្ងងជឿពាក្យសម្ដីអ្នកដទៃដោយមិនបានពិចារណានិងពិនិត្យរកភស្តុតាងជាក់ស្ដែងជាមុនហេតុអីបានជាខ្ញុំល្ងងយ៉ាងនេះខ្ញុំបានធ្វើខុសចំពោះនាងហើយនីកាអរគុណហើយសម្លាញ់ដែលឯងបានស្វែងរកភាពយុត្តិធម៌ឲ្យនីកាមកវិញខ្ញុំវិសនឹងត្រូវបាត់បង់មនុស្សស្មោះត្រង់រហូតទៅហើយមិនបានទេខ្ញុំត្រូវបញ្ញាប់ទៅសុំទោសនីកាដោយផ្ទាល់សិនទើបបានដោយបានដឹងដំណឹងថាភិរុនបានមកដល់ភូមិរបស់នីការួចមកម៉ារីណានិងរ៉ូសាក៏បានធ្វើដំណើររកភិរុនដល់ក្នុងភូមិផងដែរលុះពេលមកដល់ក៏ស្រាប់តែបានជួបនីកាតែម្ដងអ្នកទាំងពីរក៏ឆ្លៀតឌឺដងនីកាមិនសំចៃមាត់ឡើយអូមើលចាស់មីស្រីចាស់លួចខ្សែដៃមកលាក់ខ្លួននៅទីនេះសោះម៉េចគិតស្មានថាលាក់ខ្លួននៅទីនេះហើយគ្មានអ្នកណាគេដឹងថានាងជាចៅមែនទេសណ្ដានជាចៅទួនៅទីណាក៏នឹងមានដៃមានជើងដដែលហ្នឹងណែយើងប្រាប់នាងឲ្យហើយណាទោះបីជាខំកិច្ចទៅដល់ទីណាក៏ដោយចាស់ក៏កុំសង្ឃឹមថាបោះភិរុនអត់ទោសឲ្យនាងឲ្យសោះណានាងឈប់មកមួលបង្កាច់ក្មួយនីកាទៅតើនាងជានរណាមកពីណាទើបនិយាយពាក្យគ្មានសិលធម៌មកលើក្មួយនីកាយ៉ាងនេះអញ្ចឹងនៅក្នុងភូមិនេះអ្នកណាក៏គេដឹងដែរថាក្មួយនីកាជាក្មេងស្រីមានចិត្តល្អស្លូតបូតចេះគោរពចាស់ទុំចេះជួយយកអាសាអ្នកនៅក្នុងភូមិដោយមិនចង់បានផលតបស្នងពីពួកយើងវិញឡើយតែពួកនាងវិញគ្រាន់តែមកដល់ភូមិនេះភ្លាមក៏ស្រាប់តែជេរប្រមាថគេភ្លេចតែម្ដងមើលទៅសម្លៀកបំពាក់ដូចជាកូនអ្នកមានទ្រព្យសម្បត្តិធូរធារណាស់តែចរិតមិនក៏ថោកទាបជាងសម្លៀកបំពាក់យ៉ាងនេះអញ្ចឹងរំពេចនោះភិរុនបានដើរចេញមកពីក្រោយខ្នងម៉ារីណារ៉ូសាឈប់សម្ដែងទៀតទៅខ្ញុំបានដឹងរឿងគ្រប់យ៉ាងអស់ហើយតាមពិតគឺពួកនាងជាអ្នករៀបចំល្បិចកខ្វក់ទម្លាក់កំហុសឲ្យនីកាមែនទេខ្សែដៃនោះនីកាមិនបានលួចទេគឺពួកនាងទេដែលជាអ្នកលួចយកទៅដាក់នៅក្នុងកាបូបរបស់នាងហើយចោទប្រកាន់នាងមែនទេពួកនាងធ្វើឲ្យខ្ញុំខុសធ្ងន់ណាស់ខ្ញុំស្ទើរតែបាត់បង់មនុស្សល្អម្នាក់ដោយសារតែពួកនាងទៅហើយបោះភិរុនបងស្ដាប់ពួកយើងសិនទេនាងនេះគឺជាកូនអ្នកស្រែក្ររហាមវាមកធ្វើការនៅក្បែរបងក៏ដើម្បីចង់តាំងបងដែរណាហើយបើទោះជាពេលនេះវាមិនលួចរបស់បងក៏ដោយចោះតែមិនប្រកាសថាវាមិនចេះលួចរហូតនោះទេដូច្នេះហើយពួកយើងក៏ត្រូវតែកម្ចាត់នាងចោលជៀសវាងថ្ងៃក្រោយបងខាត់បងប្រយោជន៍ធំជាងនេះមែនហើយបងរស់សានិយាយត្រូវបងគិតទៅមើលនាងជាស្រីក្រីក្ររហាមតាមមិននឹងអាចទប់ចិត្តបានពេលដែលឃើញទ្រព្យសម្បត្តិនិងវត្ថុមានតម្លៃនៅក្បែរខ្លួនចឹងនោះហើយម្យ៉ាងទៀតពួកយើងធ្វើនេះក៏ព្រោះតែស្រឡាញ់បងនិងមិនចង់ឲ្យបងមើលមនុស្សខុសតែប៉ុណ្ណោះទេអ្នកទាំងពីរគិតថាខ្ញុំជាស្អីខ្ញុំមិនចេះមើលមនុស្សមែនទេត្រូវហើយខ្ញុំពិតជាមិនចេះមើលមនុស្សមែនគឺមើលមិនដឹងថាអ្នកទាំងពីរជាមនុស្សបែបនេះសោះខ្ញុំដឹងថាអ្នកទាំងពីរស្រឡាញ់ខ្ញុំតែសេចក្តីស្រឡាញ់របស់ពួកនាងគឺជាសេចក្តីស្រឡាញ់ដែលបំផ្លាញអ្នកដទៃបានហើយឆាប់ចេញពីភូមិនេះទៅហើយកុំមកឲ្យខ្ញុំឃើញមុខទៀតឬក៏ចង់ឲ្យប៉ូលីសមកដោះស្រាយរឿងអ្នកទាំងពីរមូលបង្កាច់នីកាមិននៅយូរឡើយរ៉ូសានិងម៉ារីណាក៏ប្រញាប់ត្រឡប់ទៅវិញដោយក្តីអាម៉ាស់ជាទីបំផុតវាលស្មៅក្បែរមាត់ទន្លេពេលព្រះអាទិត្យរៀបលេញបរិយាកាសរ៉ូម៉ាន់ទិកស័ក្តិសមជាពេលដែលភិរុននិយាយពាក្យលងលោមទទួលកំហុសដែលខ្លួនបានវិនិច្ឆ័យដោយខ្វះការពិចារណាក្នុងគ្រានោះដែរភិរុនហាក់មានចិត្តទោទនស្រឡាញ់នីកាចាប់ពីពេលនោះមកនីកាបងដឹងថាបងមិនសមនឹងទទួលបានការអត់ទោសពីអូនទេបងមើលងាយអូនបងធ្វើបាបចិត្តអូនតាមសម្ដីអ្នកដទៃបងល្ងងណាស់មែនទេលោកមិនបានល្ងងទេលោកគ្រាន់តែមើលមនុស្សតាមរយៈសម្បកក្រែងនិងបញ្ញាប់វិនិច្ឆ័យលឿនពេកតែប៉ុណ្ណោះទឹកភ្នែកដែលខ្ញុំហូរនៅពេលនោះ
វាបានស្ងួតអត់ទៅហើយខ្ញុំក៏មិនចង់រស់នៅក្នុងការឈឺចាប់ទៀតដែរ ឲ្យបងសុំទោសបងបានធ្វើឲ្យអូនបាត់បង់កិត្តិយសនិងភាពថ្លៃថ្នូររបស់អូននៅពេលនោះអញ្ចឹងតើបងអាចសងជំងឺចិត្តអូនវិញបានទេមិនមែនដោយលុយកាក់តែដោយការមើលថែនិងភាពស្មោះត្រង់អស់មួយជីវិតបងចង់ឲ្យអូនទៅនៅក្បែរបងក្នុងនាមជាម្ចាស់សន្តាគារនិងជាម្ចាស់បេះដូងបងតើអូនយល់ព្រមទេ រឿងនេះហាក់ដូចជាលឿនពេកទៅដឹងឯងលោកភិរុនខ្ញុំនៅមិនទាន់ត្រៀមខ្លួនបាននៅឡើយទេនេះតាលោកអាចទៅពេលខ្ញុំគិតប្រហែលថ្ងៃសិនតើបានទេខ្ញុំសូមទៅជួបនិយាយជាមួយឪពុកម្ដាយខ្ញុំសិនបើសិនឪពុកម្ដាយខ្ញុំអ្នកភូមិនិងមិត្តភ័ក្តិលោកយល់ព្រមខ្ញុំក៏មិនដឹងជាត្រូវបដិសេធយ៉ាងម៉េចដែរ ល្អណាស់អញ្ចឹងបងក៏ចង់ទៅជួបអនាគតឪពុកក្មេកម្ដាយក្មេកបងដែរអញ្ចឹងតោះយើងទៅពេលនេះតែម្ដងទៅណា ទេលោកមិនអាចទៅនៅពេលនេះបានទេនៅមានរឿងជាច្រើនទៀតដែលលោកនៅមិនទាន់បានស្គាល់ខ្ញុំនៅឡើយខ្ញុំគិតថាយើងគួរតែនៅមើលចិត្តគ្នាមួយរយៈទៀតសិនទៅក៏បានដែរនេះបញ្ហាធំមួយទៀតនោះគេ គឺជាអ្វីទៅ ខ្ញុំបារម្ភខ្លាចឪពុកម្ដាយបងមិនពេញចិត្តនឹងកូនអ្នកស្រីដូចជាខ្ញុំព្រោះកាលពីមុនខ្ញុំគ្រាន់តែជាអ្នកបម្រើនៅក្នុងសន្តាគាររបស់លោកតែប៉ុណ្ណោះលោកគិតទៅមើលថាតើពួកគាត់យល់ព្រមទទួលយកខ្ញុំដែរទេច្បាស់ណាស់ពួកគាត់គឺមិនអាចទទួលបានឡើយក ុំបារម្ភរឿងនេះអីបងចេះដោះស្រាយហើយបងនឹងធ្វើឲ្យពួកគាត់ព្រមទទួលស្គាល់អូនជាមនុស្សពិសេសឲ្យបានសូមអូនទុកចិត្តបងចុះកំពុងតែនិយាយសារសងគ្នាយ៉ាងមានសេចក្តីសុខពួកគេទាំងពីរនាក់មិនបានដឹងថារ៉ូសានិងម៉ារីណាកំពុងតែលួចស្ដាប់ពួកគេឡើយ រលីអស់ហើយតែការខិតខំប្រឹងប្រែងរបស់យើងត្រូវរលីដោយសារតែមានក្មេងស្រីស្រុកខ្សែម្នាក់ហ្នឹងតើមែនទេយើងមិនសុខចិត្តទេមែនហើយខ្ញុំនេះក៏មិនសុខចិត្តដែរឥឡូវយើងមានគោលដៅតែមួយដូចគ្នាមែនទេអញ្ចឹងយើងគួរតែធ្វើអ្វីមួយយ៉ាងហើយឯងចង់មានន័យថាចង់កម្ចាត់នាងនឹងម្ដងទៀតតើមែនទេត្រូវហើយបើជ្រុលជាលោកទៅហើយនោះយើងត្រូវលុកឲ្យជ្រៅទឹកដឹងថាទឹកនោះវាមានជម្រៅជ្រៅប៉ុណ្ណាតែយើងក៏ត្រូវតែសហការគ្នាដែរទៅបានយល់ទេល្អរឿងនេះគ្នាយល់ព្រមឲ្យតែអាចកម្ចាត់នាងនឹងបានយើងនឹងជួយ នីកាត្រូវបានភិរុនហៅមកធ្វើការជាអ្នកគ្រប់គ្រងទូទៅនៅសន្តាគាររបស់គេមួយកន្លែងពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរហាក់មានភាពស្និទ្ធស្នាលនឹងគ្នាបន្តិចម្ដងប្រៀបដូចជាគូស្នេហ៍ដែលពោរពេញទៅដោយភាពស្រឡាញ់និងភាពស្មោះត្រង់ដោយឃើញពីចរិតលក្ខណៈនិងភាពស្មោះត្រង់ពូកែធ្វើការរបស់នីកានាំឲ្យឪពុកម្ដាយរបស់ភិរុនស្រាប់តែបដូរចិត្តមកស្រឡាញ់និងចូលចិត្តនីកាជាខ្លាំងមិនយូរប៉ុន្មានទាំងឪពុកម្ដាយរបស់ភិរុននិងឪពុកម្ដាយរបស់នីកាក៏បានយល់ព្រមឲ្យអ្នកទាំងពីររៀបការនឹងគ្នាជាប្តីប្រពន្ធស្របច្បាប់ ឯងមានក្តីសុខណាស់មែនទេនាងនីកាឯងដណ្ដើមគ្រប់យ៉ាងពីយើងសូម្បីតែបងភិរុនឯងធ្វើឲ្យយើងនេះបាត់បង់អ្វីគ្រប់យ៉ាងនាងឯងគិតថាអាចខ្លាយទៅជាប្រពន្ធបងភិរុនហើយតាមែនទេឈប់សម័យទៅយើងនឹងបំផ្លាញនាងឯងឲ្យរលីសាបសូន្យពីផែនដីនេះបើយើងមិនបានបងភិរុននាងឯងក៏កុំសង្ឃឹមថានឹងបានក្រុងឈុតកូនក្រមុំចូលរោងការឲ្យសោះ គេហដ្ឋាននីកាថ្ងៃសូត្រមន្តចូលរោងការនៅក្រោមបរិយាកាសដ៏សប្បាយរីករាយលាយឡំជាមួយនឹងសំណើចក្អាកក្អាយផងអ្នកភូមិកំពុងតែជួយគ្នាកាប់មាន់កាប់ទាធ្វើម្ហូបដើម្បីទទួលភ្ញៀវមួយសន្ទុះក្រោយមកភាពមិនប្រក្រក្រតីមួយក៏បានកើតឡើងរ៉ូសានិងម៉ារីណាបានបន្លំខ្លួនជាអ្នកភូមិដោយម៉ារីណាយកថ្នាំពុលទៅដាក់ក្នុងទឹកផឹកសម្រាប់ភ្ញៀវនិងគ្រួសារនីកាចំណែករ៉ូសាបានដើរតម្រង់ទៅរកនីកាក្នុងបន្ទប់ក្នុងបំណងយកទឹកដែលមានថ្នាំពុលឲ្យនីកាផឹកដើម្បីសម្លាប់នាងតែម្ដង នាងកូនកំមុំមមីញឹកណាស់មែនទេនាងគួរតែសម្រាប់បន្តិចសិនទេមើលតើនាងប្រហែលជាហត់ខ្លាំងណាស់ទៅហើយណែតឹងឆាប់ញ៉ាំទឹកបន្តិចទៅណាកុំឲ្យអស់កម្លាំងពេកព្រោះថ្ងៃស្អែកនេះនាងនឹងត្រូវមានការរវល់ខ្លាំងជាងនេះទៀតណាចាអរគុណឲ្យបងស្រីអេជប់សិនហេតុអីបានជាកដៃបងស្រីមានស្នាមសាក់ដូចជារ៉ូសាអញ្ចឹងហេរ៉ូសានតានេះតានាងមកទីនេះធ្វើអីទេ
ភ្នែកមុតណាស់នាងត្រូវឲ្យគឺយើងថ្ងៃនេះគឺជាថ្ងៃមង្គលការឯងឬក៏ជាថ្ងៃបុណ្យសពឯងគឺយើងជាអ្នកសម្រេចរ៉ូសាឈប់ទេនាងធ្វើបាបខ្ញុំច្រើនណាស់ទៅហើយហេតុអីក៏នាងមិនព្រមបញ្ឈប់គំនុំនេះទៀតអញ្ចឹងបញ្ឈប់លុះត្រាតែឯងនេះរលាយបាត់ពីលោកនេះរ៉ូសាស្ទុះទៅចាប់នីការួចយកកំបិតបំរុងនឹងចាក់សម្លាប់នីការំពេចនោះភិរុនក៏បានមកទាន់ដោយឃើញរ៉ូសាកំពុងភ្ជង់កនីកាគេក៏ភ័យជាខ្លាំងតែគេក៏មិនទាន់អាចជួយនីកាឲ្យផុតពីកណ្ដាប់ដៃរបស់រ៉ូសាបាននៅឡើយទេរ៉ូសាឈប់ភ្លាមបើនាងចង់សងសឹកមកសងសឹកលើខ្ញុំចុះខ្ញុំជាអ្នកបដិសេធនាងអ្វីគ្រប់យ៉ាងគឺខ្ញុំជាអ្នកទទួលខុសត្រូវកុំធ្វើបាបមនុស្សដែលមិនដឹងអីឲ្យសោះឆាប់ដោះលែងនាងភ្លាមទៅបងភិរុនពីដើមមកខ្ញុំតែងធ្វើល្អចំពោះបងណាក៏ព្រោះតែចង់បានការស្រឡាញ់ថ្នាក់ថ្នមយកចិត្តពីបងវិញតែហេតុអីក៏បងនៅតែមើលមិនឃើញខ្ញុំចំណែកនាងស្រីក្មេងអ្នកស្រីនេះវិញវាគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះបងបាច់ជាស្រឡាញ់វានៅរៀបការជាមួយវាអញ្ចឹងបានបងស្រឡាញ់វាណាស់មែនទេបងភិរុនចុះបើវាមានស្នាមស្លាប់ពេញមុខតើបងនៅស្រឡាញ់វាទៀតទេរ៉ូសាលើកកំបិតបំរុងនឹងអាមុខនីកាភិរុនក៏ស្ទុះទៅចាប់កំបិតដោយដៃទទេឈប់ភ្លាមខ្ញុំមិនឲ្យនាងមកបំផ្លាញប្រពន្ធខ្ញុំបានទេលេងដៃភ្លាមទេយើងនៅសម្លាប់នាងនេះលេងដៃភ្លាមលេងណាម៉ារីណានាងនៅឈរមើលដល់ណាទៀតឆាប់មកជួយយើងសម្លាប់នាងនេះចោលទៅភិរុនក៏ចាប់កំបិតរ៉ូសាបានប៉ុន្តែដៃភិរុនពោពេញទៅដោយឈាមហូរស្រោចដៃដោយឃើញឈាមហូរច្រើនយ៉ាងនេះម៉ារីណាក៏មានអារម្មណ៍តក់ស្លុតជាខ្លាំងនិងភ័យញ័រខ្លួនមិនអាចធ្វើអ្វីបានឡើយនាងបានត្រឹមតែឈរនិយាយមិនចាញ់នៅនឹងកន្លែងតែប៉ុណ្ណោះឈាមលោកភិរុនបងប្អូនអើយជួយខ្ញុំផងមានគេចង់សម្លាប់មនុស្សហើយជួយខ្ញុំផងបើទោះបីជានាងសម្លាប់ខ្ញុំក៏ខ្ញុំមិនឲ្យនាងប៉ះពាល់ប្រពន្ធខ្ញុំបានសូម្បីតែមួយសរសៃសក់ចិត្តអាក្រក់សាហាវព្រៃផ្សៃរបស់នាងគឺមិនអាចយកឈ្នះសេចក្តីស្រឡាញ់របស់ពួកយើងបានទេរំពេចនោះប៉ូលីសក៏បានមកដល់នឹងចូលអន្តរាគមន៍ភ្លាមរហូតបានសម្រេចរ៉ូសាត្រូវបានប៉ូលីសអូសចេញទាំងស្រែកដូចមនុស្សឆ្កួតលេងយើងទៅលេងយើងចង់សម្លាប់វានាងស្រីចង្រៃនាងឯងដណ្ដើមរបស់យើងនឹងមិនឲ្យនាងឯងបាត់ក្តីសុខនោះទេចំណែកម៉ារីណាក៏ត្រូវបានសុភ័ក្រដែលជាមិត្តភក្តិរបស់ភិរុនឃាត់ខ្លួនជាប់និងបញ្ជូនឲ្យប៉ូលីសផងដែរចប់ហើយរ៉ូសានាងនឹងត្រូវនៅក្នុងគុកអស់មួយជីវិតជាមួយមិត្តភក្តិនាងម៉ារីណាហើយហេតុអីក៏បងហ៊ានធ្វើបែបនេះបងដឹងទេថាខ្ញុំភ័យយ៉ាងណាបើបងមានគ្រោះថ្នាក់តើខ្ញុំរស់នៅយ៉ាងម៉េចទេព្រោះជីវិតបងជារបស់អូនកាលពីមុនបងធ្លាប់បានធ្វើបាបអូនដោយសម្ដីខ្វះការពិចារណាថ្ងៃនេះបងសុំការពារអូនដោយជីវិតម្ដងអញ្ចឹងយើងរួចគ្នាហើយមែនទេមានរឿងអញ្ចឹងហើយនៅមានចិត្តនិយាយលេងសើចទៀតទេបងអញនេះគឺបងនិយាយមែនទេណាកុំថាឡាយត្រឹមកូនកំបិតតូចមួយនេះបើទោះបីជាមេឃបាក់ធ្លាក់សង្កត់មកលើអូនក៏បងអាចរងបានដែរបងសូមស្បត់ថាមួយជីវិតនេះនឹងមិនឲ្យអ្នកណាមកធ្វើបាបអូនបានជាដាច់ខាតពូកែសម្ដែងណាលោកប្តីនីកាអូនដឹងទេមុននេះបងធ្លាប់គិតថាសុភមង្គលគឺជាការមានលុយនិងមានអំណាចតែពេលនេះបងដឹងហើយថាសុភមង្គលពិតប្រាកដគឺការមានអូននៅក្បែរញ៉ាំបបរជាមួយគ្នានិងមើលថែគ្នាពេលឈឺខ្ញុំក៏អរគុណបងដែរដែលព្រមដើរចេញពីពិភពលោកដ៏មងសាយមកកាន់ពិភពលោកសាមញ្ញរបស់ខ្ញុំស្នេហារបស់យើងប្រហែលជាចាប់ផ្ដើមដោយទឹកភ្នែកប៉ុន្តែវាក៏បញ្ចប់ដោយស្នាមញញឹមដែលមិនចេះរីងស្ងួនបងស្រឡាញ់អូនណាស់ម្ចាស់ក្សត្រីនៃបេះដូងបងមើលចោះកូនចៅមនុស្សល្អដូចនាងនីកានេះណាទោះត្រូវគេធ្វើបាបដល់ស្លាប់ក៏ដោយចោះក៏ទេវតានេះតាមថែរក្សាដែរចំណែកឯពួកអ្នកមានចិត្តអាក្រក់ចុងក្រោយគុកគឺជាផ្ទះរបស់ពួកវាត្រូវហើយយាយលោកភិរុននេះក៏ចិត្តក្លាហានណាស់ដែរ
ហ៊ានយកដៃទៅរងចាប់កំបិតជំនួសប្រពន្ធដោយមិនខ្លាចស្លាប់ទេមនុស្សប្រុសបែបហ្នឹងទើបសំជាប្តីកូនស្រីភូមិយើងមែនទេ